សួស្តីបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំបានមកដល់វត្តភ្នំជាទីកន្លែងប្រវត្តិសាស្ត្រដ៏សំខាន់មួយនៅរាជធានីភ្នំពេញបាទអ្នកធ្លាប់សួរថាហេតុអ្វីបានជាមានឈ្មោះថាទីក្រុងភ្នំពេញនៅក្នុងវីដេអូនេះនឹងឆ្លើយសំណួរនោះវត្តភ្នំមិនមែនជាកន្លែងធម្មតាទេតាមរឿងព្រេងរឿងប្រភពទេសចរកម្ពុជាវត្តនេះមានទំនាក់ទំនងជាមួយដើមកំណើតនៃទីក្រុងភ្នំពេញតាមរឿងព្រេងខ្មែរមានស្ត្រីម្នាក់ឈ្មោះដូនកុញបានប្រទះឃើញឈើបណ្ដែតទឹកមួយនៅក្នុងនោះមានរូបបដិមាព្រះពុទ្ធនិងរូបវត្ថុស័ក្តិសិទ្ធិគាត់បានឲ្យគេលើកដីធ្វើជាភ្នំទូចមួយដើម្បីតម្កល់រូបបដិមាទាំងនោះពីទីនេះហើយបានន័យថាភ្នំពេញជាភ្នំរបស់ពេញប្រភពទេសចរកម្ពុជាក៏បានបញ្ជាក់ផងដែរថាទីនេះជាស្គុបធំមួយដែលពាក់ព័ន្ធនឹងព្រះបាទពញាយ៉ាតដែលបានមកកសាងទីក្រុងភ្នំពេញនៅសតវត្សទី15មកដល់សពថ្ងៃវត្តភ្នំនៅតែជាកន្លែងដែលប្រជាជននិងភ្ញៀវទេសចរមកបួងសួងសុំសំណាងសុំជោគជ័យក្នុងការសិក្សាការងារមុខជំនាញដូច្នេះវត្តភ្នំមានតម្លៃទាំងផ្នែកប្រវត្តិសាស្ត្រសាសនានិងអត្តសញ្ញាណរបស់ភ្នំពេញសម្រាប់ខ្ញុំវត្តភ្នំជាទីកន្លែងសម្រាប់រំលឹកឲ្យយើងឃើញថាទីក្រុងធំមួយអាចចាប់ផ្ដើមពីរឿងតូចមួយពីជំនឿពីសេចក្តីគោរពនិងពីរឿងព្រេងដែលបន្តរស់នៅក្នុងចិត្តមនុស្សជាច្រើនជំនាន់បើបងប្អូនពេញចិត្តវីដេអូនេះសូមជួយ like comment subscribe ដើម្បីគ្រប់គ្រង channel ខ្ញុំជួបគ្នានៅវីដេអូក្រោយអរគុណ